ប្រចាំថ្ងៃរបស់យើងត្រូវបានតបជាប់ជាមួយអ៊ីនធឺណិតហើយអ៊ីនធឺណិតបានដល់អត្ថប្រយោជន៍ជាច្រើនតែទន្ទឹមនោះក៏មានហានិភ័យមួយចំនួនផងដែរតោះរៀនពីរបៀបរក្សាសុវត្ថិភាពផ្ទាល់ខ្លួនលើប្រព័ន្ធអ៊ីនធឺណិតវគ្គ1ស្វែងយល់ពីរបៀបប្រើប្រាស់ឧបករណ៍ Digital ឧបករណ៍ Digital បានបើកទ្វារឲ្យយើងងាយស្រួលស្វែងរកចំណេះដឹងការស្រាវជ្រាវនិងគំនិតច្នៃប្រឌិតជាច្រើនដែលជួយយើងក្នុងការប្រើប្រាស់និងរៀនសូត្របានគ្រប់ស្ថាប័ននិងគ្រប់វិស័យជួបជាមួយណាវីដែលជាក្មេងជំទង់ឆ្លាតនិងពូកែចង់ដឹងចង់ឃើញនាងគឺជាក្មេងដែលចេះរៀបចំតុល្យភាពវាងការសិក្សានិងការកម្សាន្តរបស់នាងទោះជាយ៉ាងណាក៏ដោយអ៊ីនធឺណិតក៏អាចជាប្រភពនៃរឿងមិនល្អផងដែរពេលខ្លះវាបានបន្សល់ដានជើង Digital មួយចំនួនដែលអាចនាំឲ្យមានហានិភ័យជាច្រើនសួស្តីខ្ញុំឈ្មោះបងស្មាតខ្ញុំនឹងនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃដានជើង Digital ឧបករណ៍ Digital អាចជួយយើងក្នុងការរៀនសូត្រការភ្ជាប់ទំនាក់ទំនងនិងការបង្ហាញពីខ្លួនយើងទៅកាន់ពិភពលោកវាអាចផ្ដល់នូវកម្មវិធីសិក្សាមួយចំនួនសម្រាប់ត្រៀមប្រឡងអាចប្រសើរតាក់ទងជាមួយគ្រួសារគ្រប់ទីកន្លែងឬអាចចែករំលែកការច្នៃប្រឌិតរបស់អ្នកតាមអ៊ីនធឺណិតផងដែរប៉ុន្តែអ្នកគួរប្រើប្រាស់ប្រកបដោយការប្រុងប្រយ័ត្នការចែករំលែកច្រើនពេកនៅលើអ៊ីនធឺណិតការជាប់អន្ទាក់ក្នុងការប្រើប្រាស់ឬទទួលព័ត៌មានមិនពិតឬ profile ខ្លាំងៗមួយចំនួនដែលអ្នកមិនចង់បានអាចនាំឲ្យអ្នកមានបញ្ហាតុល្យភាពគឺជាដំណោះស្រាយដ៏សំខាន់ចូលទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធ Digital ប្រកបដោយការប្រុងប្រយ័ត្នគ្រប់គ្រងគ្នាយើងអាចប្រើឧបករណ៍ Digital ដែលឆ្លាតវៃបានជំហានទី1ស្វែងរកជំនួយប្រសិនបើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់កំពុងត្រូវបានគំរាមកំហែងតាមអ៊ីនធឺណិតសូមពិភាក្សាជាមួយមនុស្សពេញវ័យគ្រូបង្រៀនឬអ្នកប្រឹក្សាក្នុងសាលាដែលអ្នកអាចទុកចិត្តបានការចែករំលែកបទពិសោធន៍របស់អ្នកអាចជួយអ្នកក្នុងការស្វែងរកដំណោះស្រាយនិងបញ្ឈប់ការគំរាមកំហែងពីការកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃជំហានទី2ការរក្សាភស្តុតាងនិងការរាយការណ៍រក្សាទុកភស្តុតាងដូចជារូបថតនៃសារបង្រៀនឬការបង្ហោះផ្សេងឬជាសព្វកម្មបណ្ដាញរាយការណ៍បន្ទាន់092 311 511របស់អង្គការ Apple ឬតាមរយៈ website Internet Hotline របស់អង្គការ Apple ឬនគរបាលជាតិកម្ពុជា1288ជំហានទី3ការពារឯកជនភាពរបស់អ្នកពង្រឹងការកំណត់ឯកជនភាពរបស់អ្នកទប់ស្កាត់ការគំរាមកំហែងនិងជៀសវាងការឆ្លើយតបទៅនឹងសារឬមតិយោបល់របស់ពួកគេការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីកាត់បន្ថយភាពរងគ្រោះនៅលើអ៊ីនធឺណិតជាមួយនឹងជំហានដែលឆ្លាតវៃទាំងនេះអ្នកនឹងត្រៀមខ្លួនជាស្រេចដើម្បីប្រើប្រាស់ពិភព Digital ដែលសុវត្ថិភាពនិងទំនុកចិត្តបន្ទាប់ពីបានយល់ដឹងហើយពេលនេះណាវីរីករាយនឹងបទពិសោធន៍អនឡាញដែលមានសុវត្ថិភាពនិងវិជ្ជមានជាងមុនការបំផុសគំនិតមនុស្សជំនាន់ក្រោយនៅក្នុងពិភព Digital Smart ជីវិតរស់រវើក